ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមានប្រធានបទមួយទាក់ទងជាមួយនឹងប្រទេសនេប៉ាល់យើងបានដឹងហើយថាប្រទេសនេប៉ាល់ធ្លាប់មានបាតុកម្មមួយយ៉ាងធំនៅក្នុងប្រទេសរបស់ខ្លួនហើយបាតុកម្មហ្នឹងគឺបង្កឡើងដោយក្រុមយុវជន Gen Z ហើយការបាតុកម្មហ្នឹងគឺបានធ្វើឡើងនៅថ្ងៃប្រហ័សទី11ខែកញ្ញាឆ្នាំ2025ហើយក្នុងនោះការធ្វើបាតុកម្មគឺដើម្បីប្រឆាំងជាមួយការបិទនៅបណ្ដាញសង្គមទំនាក់ទំនងដូចជា Facebook ឬក៏ TikTok ជាដើមហើយក៏ធ្វើការប្រឆាំងជាមួយនឹងអំពើពុករលួយផ្សេងៗដោយបង្កឡើងដោយពួករដ្ឋមន្ត្រីធំៗហើយក្នុងនោះគេឃើញថាមានការដុតបំផ្លាញនៃហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងប្រទេសនេប៉ាល់មានដូចជាឡានទំនើបៗជាច្រើនត្រូវបានដុតបំផ្លាញហើយព្រមទាំងអគាររដ្ឋសភាវាមានប្រធានាធិបតីការិយាល័យនាយករដ្ឋមន្ត្រីហើយជាមួយនឹងផ្ទះរបស់នាយករដ្ឋមន្ត្រីផងដែរហើយបច្ចុប្បន្នហ្នឹងប្រទេសនេប៉ាល់ប្រជាជនរបស់ពួកគេបានធ្វើការបោះឆ្នោតជ្រើសរើសលោកស្រីស៊ូស៊ីឡាកាគីដើម្បីធ្វើជានាយករដ្ឋមន្ត្រីថ្មីបណ្ដោះអាសន្នរបស់ពួកគេយើងនឹងមកស្គាល់តាក់ទងជាមួយប្រវត្តិរបស់លោកស្រីស៊ូស៊ីឡាកាគីថាគាត់ជាបុគ្គលដូចម្ដេចមានមុខងារអ្វីហេតុអ្វីបានជាប្រជាជននៃប្រទេសនេប៉ាល់ស្រឡាញ់គាត់និងធ្វើការបោះឆ្នោតឲ្យគាត់ដើម្បីធ្វើជានាយករដ្ឋមន្ត្រីបច្ចុប្បន្នមុននឹងឈានទៅដល់ការបោះឆ្នោតដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសនេប៉ាល់ឥឡូវនេះយើងនឹងមកស្គាល់ប្រវត្តិរបស់លោកស្រីស៊ូស៊ីឡាកាគីលោកស្រីស៊ូស៊ីឡាកាគីគឺជាអ្នកនយោបាយនិងជាអតីតអ្នកច្បាប់ផងដែរហើយឥឡូវនេះលោកស្រីត្រូវបានគេតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសនេប៉ាល់បណ្ដោះអាសន្នចាប់ពីថ្ងៃទី12ខែកញ្ញាឆ្នាំ2025បន្ទាប់ពីមានការធ្វើបាតកម្មយ៉ាងធំដែលបង្កឡើងដោយ Gen Z ហើយលោកស្រីគឺជានាយករដ្ឋមន្ត្រីដំបូងគេនៅក្នុងប្រទេសនេប៉ាល់ផងដែរលោកស្រីធ្លាប់ជាប្រធានតុលាការកំពូលនៃប្រទេសនេប៉ាល់ចាប់ពីថ្ងៃទី11ខែកញ្ញាឆ្នាំ2016រហូតដល់ថ្ងៃទី6ខែមិថុនាឆ្នាំ2017លោកស្រីស៊ូស៊ីឡាកាគីបានកើតនៅថ្ងៃទី7ខែមិថុនាឆ្នាំ1955នៅទីក្រុងប៊ីរ៉ាតាញ៉ានៃប្រទេសនេប៉ាល់ហើយលោកស្រីគឺជាកូនច្បងក្នុងចំណោមបងប្អូនចំនួន7នាក់លោកស្រីបានរៀបការជាមួយនឹងប្តីរបស់គាត់ដែលមានឈ្មោះថាដូហ្កាប្រាសាទស៊ូបេឌីដែលជាសាស្ត្រាចារ្យនិងជាអតីតរដ្ឋមន្ត្រីផ្នែកក្រសួងអប់រំផងដែរប្តីរបស់គាត់គឺជាគ្រូបង្រៀនរបស់គាត់តែម្ដងលោកស្រីគឺជាជនជាតិនេប៉ាល់ហើយគាត់អាចនិយាយភាសាឥណ្ឌាបានយ៉ាងច្បាស់ហើយជាមួយនឹងភាសាអង់គ្លេសផងដែរលោកស្រីស៊ូស៊ីឡាកាគីបានចូលរៀននៅក្នុងសាកលវិទ្យាល័យត្រីប៊ុយវ៉ាន់ដោយទទួលបានបញ្ញាបត្រផ្នែកសិល្បៈពីមហាវិទ្យាល័យ Mahendra Morang ក្នុងឆ្នាំ1972បន្ទាប់មកលោកស្រីបានសិក្សាវិទ្យាសាស្ត្រផ្នែកនយោបាយនៅក្នុងប្រទេសឥណ្ឌានៅក្នុងឆ្នាំ1972បានទទួលសញ្ញាបត្រអនុបណ្ឌិតវិទ្យាសាស្ត្រនយោបាយពីសាកលវិទ្យាល័យ Banara Hindu ហើយលោកស្រីបានត្រឡប់មកសាកលវិទ្យាល័យត្រីប៊ុយវ៉ាន់ដើម្បីបញ្ចប់ការសិក្សានៅក្នុងឆ្នាំ1978នៅក្នុងឆ្នាំ1988លោកស្រីបានជាប់ជាប្រធានគណៈបកនៃមេធាវីគូស៊ីហ្សូណារហូតដល់ឆ្នាំ1990ហើយលោកស្រីបានចូលរួមចលនាប្រជាជនក្នុងឆ្នាំ1990ដើម្បីផ្ដួលរំលំរបបបញ្ឆាយ៉ាតហើយត្រូវបានគេចាប់ដាក់គុកផងដែរនៅឯក្រុងប៊ីរ៉ាតាញ៉ានៅក្នុងឆ្នាំ2002លោកស្រីត្រូវបានតែងតាំងជាប្រធានតុលាការឧត្តរនៅក្នុងទីក្រុងប៊ីរ៉ាតាញ៉ាហើយគាត់បានកាន់តួនាទីនេះរហូតដល់ឆ្នាំ2004លោកស្រីស៊ូស៊ីឡាកាគីត្រូវបានតែងតាំងជាតុលាការកំពូលនៃប្រទេសនេប៉ាល់នៅក្នុងឆ្នាំ2009ខែមិនិនាឆ្នាំ2016តុលាការកំពូលបានបើកសវនាការពីការតែងតាំងលោក Khiraj Redmi ជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្នប៉ុន្តែលោកស្រីនិងចៅក្រមកាល្យានស្រេថាបានជំទាស់ព្រោះរកឃើញថាលោក Redmi គឺខុសពីរដ្ឋធម្មនុញ្ញនៅក្នុងខែមេសាឆ្នាំ2016លោកស្រីត្រូវបានផ្ដល់អនុសាសន៍ឲ្យចូលកាន់តំណែងក្រុមប្រឹក្សារដ្ឋធម្មនុញ្ញហើយបានចូលនិវត្តន៍នៅក្នុងឆ្នាំ2017លោកស្រីគឺជាចៅក្រមដំបូងគេបង្ហោះហើយត្រូវបានគេស្គាល់ថាជាបុគ្គលដែលប្រឆាំងនឹងអំពើពុករលួយយ៉ាងខ្លាំងហើយលោកស្រីបានទទួលងារពីប្រជាជនរបស់ប្រទេសនេប៉ាល់ដែលមានឈ្មោះថា Chief Justice of Integrity យើងបានដឹងហើយថាលោកស្រីស៊ូស៊ីឡាកាគីគឺជាអ្នកច្បាប់ហើយក៏ជានាយករដ្ឋមន្ត្រីថ្មីនៅប្រចាំប្រទេសនេប៉ាល់ផងដែរព្រោះតែប្រវត្តិរបស់គាត់គឺជាស្ត្រីដំបូងគេដែលធ្វើការប្រឆាំងនិងដាក់ទោសរដ្ឋមន្ត្រីណាដែលធ្វើការពុករលួយបច្ចុប្បន្នលោកស្រីស៊ូស៊ីឡាកាគីត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្នរយៈពេល6ខែមុននឹងមានការឈានដល់ការបោះឆ្នោតដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសនេប៉ាល់វីដេអូនេះបានមកដល់ទីបញ្ចប់ជួបគ្នានៅវីដេអូក្រោយសូមអរគុណ